បាទសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូមួយនេះសម្រាប់បងប្អូនដែលកំពុងតែស្វែងរកកុំព្យូទ័រដែលសម្រាប់ធ្វើការឬក៏យកទៅរៀនហើយចង់បានប្រភេទស្ដើងបាទស្រាលបងប្អូនអាចមើលមួយគ្រឿងនេះបានបាទនេះគឺជាប្រភេទកុំព្យូទ័រ MacBook Air ឆ្នាំ2017បងប្អូនបាទ MacBook Air ឆ្នាំ2017ឥឡូវខ្ញុំបិទឲ្យបងប្អូនមើលបាទមើលរៀងវាមកជុំសិនណាបាទគឺស្ដើងបែបនេះបាទស្ដើងបែបនេះបងប្អូនមើលមកជុំមកវាបាទស្អាត98 99%អីបាទសឹងតែអត់មានស្នាមអីទេបាទនេះបាទឥឡូវនេះយើងចូលប្រហែលជាអត់ច្រើនទេបាទប្រហែលជា10គ្រាប់ជាងទេអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែស្វែងរកកុំព្យូទ័រប្រភេទយួរដៃយកធ្វើការរដ្ឋបាលឬក៏យកទៅរៀនអនឡាញបាទមិនតែប៉ុណ្ណោះអាចកាត់តរូបភាពឬក៏វីដេអូខ្នាតមធ្យមបានគឺអាចមើលមួយគ្រឿងនេះបានបាទអេក្រង់របស់វា 13.3 អ៊ីងបាទ 13.3 អ៊ីងហើយ CPU វាគឺ Core i5 បងប្អូន Core i5 RAM 8GB ជាមួយនឹង SSD 256បាទជា spec កដាលមធ្យមសម្រាប់បងប្អូនយកទៅប្រើប្រាស់គឺអូខេបងប្អូនបាទឥឡូវនេះខ្ញុំទៅបើកវាបងប្អូនមើលបាទទៅតែមកដល់ទេបងប្អូនបាទអញ្ចឹងមានតែ10គ្រាប់ជាងទេបើសិនជាបងប្អូនដែលកំពុងតែមានតម្រូវការគឺអាចតាក់ទងមកឥឡូវនេះបាទព្រោះឥឡូវមានភ្ញៀវកក់បដាហើយបាទអូខេឥឡូវនេះខ្ញុំបានបើកវាហើយបងប្អូនអូខេឥឡូវយើងមើល spec របស់វាតិចឥឡូវខ្ញុំតម្លាក់ពន្លឺសិនបាទរសារវាចាំងពេកបាទនេះហើយយើងតម្លាក់ពន្លឺវាយើងមើលទាំងអស់បាទអស់ថ្មបងប្អូនតមកបញ្ចូលបាទ spec របស់វាគឺបងប្អូនយកទៅប្រើប្រាស់គឺស័ក្តិសមហើយមិនតែប៉ុណ្ណោះសម្រាប់ការ support បាទគឺនៅ support សឹងគ្រប់កម្មវិធីទេបងប្អូនបាយបារម្ភជាពិសេសគឺខាង Word Excel PowerPoint អីឬក៏កម្មវិធីមួយចំនួនធំទៀតបាទ Photoshop អីគឺនៅតែអាចប្រើប្រាស់បានធម្មតាបាទនេះគឺជា MacBook Air ឆ្នាំ2017 RAM 8GB ជាមួយនឹង HDD របស់វាគឺ 256GB បាទ spec នេះគឺបងប្អូនអែមែនតើហើយមិនតែប៉ុណ្ណោះសម្រាប់បងប្អូនដែលអាចមានកម្មវិធីដែលចាំបាច់បាទចាំបាច់មានន័យថាប្រភេទ macOS វាអត់ support គឺអាចដាក់ Windows បានបងប្អូនដាក់ Windows 10 បានសម្រាប់យើងប្រើមួយគ្រានៅពេលដែលបងប្អូនចាំបាច់អញ្ចឹងណាបងប្អូនគឺសុទ្ធតែនៅ support ទាំងអស់កម្មវិធីរបស់វាអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍គឺអាចតាក់ទងទិញបានហើយសម្រាប់បងប្អូនដែលចង់យកទៅលក់បន្តគឺក៏អាចតាក់ទងបានផងដែរមានតម្លៃពិសេសជូនអរគុណចំពោះបងប្អូនដែលតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតពីខ្ញុំបាទ Dara Finance